ជំរាបសួរអ្នកទាំងអស់គ្នាអូនឈ្មោះបបតាអូនអាយុ6ឆ្នាំថ្ងៃនេះអូនរៀនការអានអត្ថបទខ្លីអូខេតោះចាប់ផ្ដើមផ្ញើជើងថាជើងកថាជើងងថាជើងណថាជើងមថាជើងលថាជើងវការអានជាងស្កអាតកាធ្វើអីថ្វីថ្មអាថ្មធ្ងអុធ្ងក់ធ្វើអស់ធ្វោះថ្លធ្លុំធ្ងអីថ្ងៃធ្នអាថ្នាធ្នអេធ្នេថ្មអើថ្មៅការអានពាក្យថ្កអូថ្កោនឹងវថ្កៅថ្ងាស់ធ្វើអាស្វានឹងយកថ្វាយថ្នាក់ធ្លអុកធ្លុកនឹងកត់ធ្លុកធ្នអាថ្នានឹងលត់ថ្នាថ្មថ្មីថ្លង់ធ្ងអាថ្នានឹងលត់ថ្ងានតមួយថ្ងាន់ការអានអត្ថបទខ្លីពស់ថ្លាន់និងកូនថ្លែងពស់ថ្លាន់ដេញកូនថ្លែងកូនថ្លែងរត់បុកថ្មចំថ្ងាស់កូនថ្លែងទួញធ្ងទៀងថ្ងៃកូនថ្លែងរត់ទៅថ្នល់បានជួបមេថ្លែងថ្នាក់ថ្នមកូនថ្លែងអូខេគូចប់តោះប៉ាសួរតើអត្ថបទនិយាយអំពីអ្វីអត្ថបទនិយាយអំពីពស់ថ្លាន់និងកូនថ្លែងតើពស់ថ្លាន់ដេញអ្វីពស់ថ្លាន់ដេញកូនថ្លែងតើកូនថ្លែងរត់បុកអ្វីកូនថ្លែងរត់បុកថ្មចំថ្ងាស់តើកូនថ្លែងរត់ទៅថ្នល់បានជួបអ្នកណាកូនថ្លែងរត់ទៅថ្នល់បានជួបមេថ្លែងតើកូនថ្លែងទួញធ្ងោនៅពេលណាកូនថ្លែងទួញធ្ងោទាំងថ្ងៃតើមេថ្លែងធ្វើដូចម្ដេចដាក់កូនថ្លែងមេថ្លែងថ្នាក់ថ្នមកូនថ្លែងអូខេគូចប់តោះជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយ